ទៀតមិនមែនរស់នៅប្រឹងហ្នឹងត្រឹងប៉ុណ្ណឹងណាដោយការពិតយើងគង់តែស្លាប់ប៉ុន្តែយើងគួរតែប្រើជីវិតពេលនៅរស់នេះឲ្យវាប្រសើរក្នុងរបៀបណាការពិតទាំងអស់គ្នាដែលមានជីវិតមើលគង់តែស្លាប់មែនទេតែបើយើងផ្អែកលើការពិតយើងមិនធ្វើអីសោះអានឹងមានន័យថាវាខុសពួកការពិតវាឲ្យយើងច្បាស់ថាគង់តែស្លាប់ប៉ុន្តែដើម្បីធ្វើដំណើរពីកើតទៅស្លាប់នេះយើងត្រូវធ្វើឲ្យរឿងប្រសើរទៅកាន់លោកដូចគ្នាចាបងតើតើបងនិយាយមិញមនុស្សយើងគង់តែស្លាប់ទេអញ្ចឹងប៉ុន្តែយើងធ្វើម៉េចរស់នៅជីវិតយើងឲ្យប្រសើរអញ្ចឹងខ្ញុំឃើញមនុស្សយើងសពថ្ងៃអ្នកណារស់នៅក៏មានក្តីសម័យក៏មានក្តីសង្ឃឹមចង់ធ្វើនេះចង់ធ្វើនោះចង់បាននេះចង់បាននោះចង់ទៅនេះចង់ទៅនោះប៉ុន្តែជាក់ស្ដែងមនុស្សរស់នៅសពថ្ងៃអត់បានដូចអ្វីដែលខ្លួនឯងចង់បានអាហ្នឹងហេតុអីបានមិនទៅធ្វើអាស្អីដែលជាក្តីសុបិនរបស់ខ្លួនឯងប៉ុន្តែធៀបនៃចំណងការចង់ធ្វើនេះចង់ធ្វើនោះហ្នឹងវាជាគ្រឿងអំពុលហ្មងខ្ញុំហ៊ាននិយាយចឹងខ្ញុំឥឡូវអាយុ40ហើយខ្ញុំកាលនៅក្រោម30ហ្នឹងខ្ញុំចង់ធ្វើគ្រប់យ៉ាងប៉ុន្តែមិនបានដូចខ្ញុំចង់ទេប៉ុន្តែនៅពេលដែលខ្ញុំឡើងដល់អាយុ36 37ខ្ញុំបានដកជីវិតខ្ញុំលេងមានចំណូលចិត្តជាមួយតុកបាយដែលជជែករឿងចំណងចង់ធ្វើនេះធ្វើនោះខ្ញុំឥឡូវជជែករឿងត្រឹមត្រូវអត់ចង់ស្ដាប់ទៀតបើជជែកការពិតខ្ញុំស្ដាប់បាទមានន័យថាមនុស្សលើផែនដីហ្នឹង7000លានអ្នកជាងហ្នឹងគាត់មានចំណងខុសៗគ្នាចំណងខ្លះបំផ្លាញគេបំផ្លាញឯងផងចំណងខ្លះធ្វើឲ្យគេវិនិច្ឆ័យផងមែនទេរហូតដល់តំបន់ព្រះដែលគេគោរពបូជាថាសូមឲ្យអ្នកនេះវិនិច្ឆ័យឲ្យអ្នកនោះអន្តរាយឃើញទេអញ្ចឹងមនុស្សដែលរស់នៅដែលមិនស្គាល់ការពិតពួកគេនឹងរស់នៅជាមួយចំណងហើយចំណងនេះវាជាធាតុធ្វើឲ្យចិត្តហ្នឹងវាអត់មាននឹងសោះចុះបងឯងអញ្ចឹងបងឯងរងថ្ងៃមានចំណងខ្ញុំនៅមានដែរប៉ុន្តែចំណងហ្នឹងវារៀនស្ដើងអន្លើអញ្ចឹងណាដោយសារតែខ្ញុំបានខាត់ដោះវាអញ្ចឹងមានថាបើសំណួរសួរថាមនុស្សតែងតែមានក្តីសម័យតាមពិតក្តីសម័យនេះយើងត្រូវតែមានអត់ខុសទេប៉ុន្តែទន្ទឹមតែយើងមានហ្នឹងណាប្រៀបដូចយើងឲ្យសង្ឃឹមទៅលើអ្វីមួយយើងបាត់វាឧទាហរណ៍ថាអ្នកអត់ដែលមានឡានអ្នកទៅខ្វល់រឿងដូរប្រេងអ្នកមានអីអ្នកទុកនឹងអ្នកមានចំណងអ្នកទុកនឹងចំណងអ្នកក៏រីករាយនឹងចំណងអ្នកមានកូនអ្នកឃើញស្នាមញញឹមរបស់កូនអ្នករីករាយក្លឹបហើយបន្ទាប់មកក៏អ្នកកាត់ទុកនៅពេលដែលវាឈឺតែមានន័យថាអញ្ចឹងមិនមែនមានន័យថាអត់ឲ្យយើងខំទេយើងធ្វើអីធ្វើទៅយើងចាប់ផ្ដើមកសាង business ក៏ទៅបរាជ័យក៏បរាជ័យទៅជោគជ័យក៏ជោគជ័យទៅយើងទាន់គ្រាន់តែដឹងថានេះជាកិច្ចការដែលយើងធ្វើក្នុងជីវិតនេះទោះលទ្ធផលវាយ៉ាងម៉េចយើងកុំជាប់ទៅក្នុងលទ្ធផលពីព្រោះមានន័យថាមិនមែនយើងជាមនុស្សលំទេឧទាហរណ៍ខ្ញុំធ្វើសាលាដូងខ្ញុំនាំក្មេងមករៀនជា150នាក់ស្រាប់តែខ្ញុំធ្វើរឿងត្រឹមត្រូវដោយការពិតក្មេងទាំងអស់ជួយអត់បានដោយសារម៉ែឪគាត់យកទៅវិញគាត់នឹងរៀនឈប់យើងក៏អត់ជាប់ដែរព្រោះយើងបានធ្វើរឿងត្រឹមត្រូវរហូតដល់យើងស្គាល់សេចក្តីពិតត្រឹមត្រូវខ្ញុំចាប់ផ្ដើមបង្រៀនសាលាបង្កើតសាលាដូងមែនទេជួយក្មេងតែការពិតបើវាជួយអត់បានខ្ញុំក៏ទទួលយកទៀតបាទអញ្ចឹងមានថាចំណងនេះយើងខ្ញុំនិយាយជាមួយបុគ្គលឈ្មោះសៅបុគ្គលឈ្មោះកនបុគ្គលឈ្មោះខុនបុគ្គលឈ្មោះរ៉ាគាត់មានធាតុខុសៗគ្នាប៉ុន្តែជីវិតនេះមិនគួរណាឲ្យចំណងវាគោចិត្តបានទេពួកចំណងនេះបើសិនជានៅក្នុងភាពអាត្មានិយមផងវាខំប្រឹងមែនទេតែបើសិនវាត្រូវវាល្អដែរដើម្បីតែល្អទីបំផុតរបស់វាវេទនាណាទៅពេលខំកំហំទៅតាមសម្ដេចបំណងបាទអញ្ចឹងសួរតែអញ្ចឹងមនុស្សមិនខំទេអត់ទេមិនមែនមានន័យអញ្ចឹងទេឲ្យតែទង្វើនឹងសុចរិតអ្នកធ្វើទៅបាទតែបើទុច្ចរិតទេវាបកមកវិញវាមានពេលបកមកវិញជាបងសំកាត់បងមួយចេះឧទាហរណ៍មិញដូចបងនិយាយថាយើងធ្វើហើយតែអត់បានលទ្ធផលក៏យើងមិនទៅទោមនោះជាមួយវាដែរអញ្ចឹងខ្ញុំចង់ទូបកមកក្រោយបន្តិចដូចមនុស្សខ្លះគាត់ចង់រកស៊ីទេប៉ុន្តែគាត់មកអង្គុយធ្វើការដោយសារតែទំពាតពីមជ្ឈដ្ឋានជុំវិញម៉ែឪបងប្អូនប្រពន្ធកូនគាត់ចេញរកស៊ីទេគាត់ថាបានលុយណាឲ្យប្រពន្ធឲ្យកូនអ្នកខ្លះព្រោះតែខ្លាចឈ្មោះស្ត្រីមេម៉ាយខ្លាចពាក្យគេនៅជុំវិញនោះសុខចិត្តរស់នៅជាមួយមនុស្សដែលធ្វើបាបចិត្តរស់នៅជាមួយប្តីក្បត់ផិតអីចឹងទៅខ្លួនឯងចង់ធ្វើនេះទេប៉ុន្តែដោយសារតែគេប៉ុន្តែបែរជាបោះបង់ក្តីសុបិនខ្លួនឯងអានេះវាមូលហេតុអីដែរបងរឿងរបស់មនុស្សអញ្ចឹងឯងអ្នកទាំងអស់គ្នាត្រូវដឹងថានៅក្នុងវិនាទីនៃដង្ហើមដែលពួកយើងពីរអ្នកអង្គុយនិយាយគ្នាមានរឿងទុកជាច្រើនជុំវិញនៃធាតុដែលមានជីវិតនេះបាទអញ្ចឹងប្រសិនបើសំណួរនេះខ្ញុំបកស្រាយទៅមិនដឹងថាទលំទលាអត់ទេណាបាទអញ្ចឹងនៅពេលអ្នកទាំងអស់គ្នារស់នៅដែលមិនបានពិចារណាជ្រៅចូលទៅក្នុងការពិតមួយអ្នកទាំងអស់គ្នានឹងរស់នៅដើម្បីអ្នកដទៃទាំងអស់ឧទាហរណ៍ថាការពិតយើងមិនអាចរស់នៅជាមួយនឹងមនុស្សដែលធ្វើបាបចិត្តយើងទេបាទប៉ុន្តែដោយសារចំណងរបស់យើងចង់រស់នៅមួយគាត់យើងយកចំណងទៅកាត់ក្តីផ្លឹកបាត់គាត់អត់បានតែមានគាត់ហ្នឹងក៏អត់បានទៀតបាទបាត់គាត់បានមានក៏បានថាអ្នកចង់បានអីពិតប្រាកដអញ្ចឹងមានថានៅពេលដែលជីវិតគាត់បាត់ផ្លូវ
គឺគាត់លេងមានលំនឹងណាគាត់រស់នៅជាមួយដង្ហើមចេញចូលជាមួយនឹងទុកហ្នឹងឯងហើយអាទុកនេះមកពីវាកើតចេញពីបំណងប្រាថ្នាចំណងដែរគាត់ចង់ឲ្យម្នាក់ហ្នឹងគិតដូចគាត់ចង់ឲ្យកូនរបស់គាត់ហ្នឹងដើរតាមអ្វីដែលគាត់រៀបចំដល់ពេលចំណងនេះវាជាធាតុដែលធ្វើឲ្យចិត្តរបស់យើងនឹងប្រឹងប្រែងក៏វាជាធាតុដែលធ្វើឲ្យចិត្តរបស់យើងអត់ស្ងប់ដែរចឹងមកថាបុគ្គលដែលមានចំណងទាំងឡាយក៏សិនជាពួកគេប្រាថ្នាឬក៏គេគិតដល់ជំរឿនៃការពិតមួយគេនឹងលេងគិតថាចំណងនេះវាជាធាតុដែលធ្វើឲ្យជីវិតនឹងប្រសើរដូចសប្តាហ៍ថ្ងៃនេះមនុស្សនៅលើពិភពលោកគេចង់ឈ្នះចង់ចាញ់គ្នាលើសេដ្ឋកិច្ចចឹងគេចាប់ផ្ដើមដាក់ការងារច្រើនដែលបង្ហាញពីភាពបំផ្លាញឃើញទេបាទតែឲ្យសួរតែប្រសើរដល់ជីវិតអត់ទេអានឹងខ្លាំងខ្លាយទៀតអត់ប្រសើរទេ